ប្រវត្តិភ្នំខ្មោចនិងទុក្ខវេទនារបស់ប្រជាជនខ្មែរដោយសារទាហានថៃបន្ទាប់ពីរបបខ្មែរក្រហមរលាយនៅឆ្នាំ 1979 ប្រជាជនខ្មែររាប់សែននាក់បានភៀសខ្លួនទៅនៅប្រទេសថៃដោយសង្ឃឹមថានឹងរកបានជំនួយពីអន្តរជាតិប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរថៃមេបញ្ជាការទាហានខ្ពង់ខ្ពស់បានសម្រេចផ្ដួចផ្ដើមគំនិតដែលគេស្គាល់ថាការបណ្ដេញទៅប្រទេសកំណើតវិញឬក៏ដោយបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅក្នុងប្រទេសវិញនៅតំបន់គ្រោះថ្នាក់តាមព្រំដែននៅថ្ងៃទី 12 ខែកក្កដាឆ្នាំ 1979 កងទាហានថៃដឹកជនភៀសខ្លួនខ្មែរចំនួន 42,000 នាក់ចេញពីមណ្ឌលជំនួយនងច័ន្ទនិងកន្លែងជាប់ព្រំដែនផ្សេងទៀតមកទម្លាក់នៅលើភ្នំដងរែកគេរាយការណ៍ថាមានជនភៀសសឹកខ្មែរស្លាប់ចំនួនចន្លោះពី 2,400 នាក់ទៅ 3,000 នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃមនុស្សជាច្រើនទៀតបានរងរបួសនិងបាត់ខ្លួនពោលគឺជាការសម្លាប់ជនភៀសសឹកដ៏សាហាវព្រៃផ្សៃពីសំណាក់ទាហានថៃទាហានថៃបានដឹកជនភៀសសឹកដែលជាជនជាតិខ្មែរទៅទម្លាក់លើភ្នំដងរែកបន្ទាប់មកបង្ខំឲ្យពួកគេចុះពីភ្នំដើម្បីចូលប្រទេសកម្ពុជាវិញហើយអំឡុងពេលបណ្ដេញជនភៀសសឹកនោះទាហានថៃថែមទាំងបានប្រើកំភ្លើងអាស៊ុល M16 និង M60 បាញ់សង្គ្រប់លើជនភៀសសឹកដែលមិនព្រមសម្រូតខ្លួនចុះទៅក្នុងជ្រលងភ្នំថែមទៀតផងនៅលើភ្នំមានសពស្លាប់ទាំងបុរសស្ត្រីនិងក្មេងៗក្រោមការបាញ់ប្រហាររបស់ទាហានថៃជនភៀសសឹកដែលព្យាយាមចុះតាមជ្រលងភ្នំចូលទៅក្នុងព្រៃរបស់ប្រទេសកម្ពុជាវិញគឺគ្មានសង្ឃឹមក្នុងការរស់រានមានជីវិតនោះទេពលគឺស្លាប់ដោយសារការអត់អាហារអត់ទឹកកើតជំងឺគ្រុនចាញ់គ្រុនឈាមហើយខ្លះស្លាប់ដោយសារជន់មីនដែលសេសសល់ពីសម័យសង្គ្រាមមេទាហានថៃដែលត្រូវបានគេចោទប្រកាន់ថាជាអ្នកផ្ដួចផ្ដើមគំនិតនៅឆ្នាំ 1979 ដែលបញ្ជាឲ្យបញ្ជូនជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ទៅតាមផ្លូវភ្នំខ្មោចដោយគ្មានសុវត្ថិភាពមានឈ្មោះថាគ្រៀងស័កចោម៉ាណាន់ការបង្ខំឲ្យជនភៀសខ្លួនខ្មែរចំនួន 42,000 នាក់ឡើងភ្នំដងរែកក្នុងឆ្នាំ 1979 ដោយគ្មានសុវត្ថិភាពជាការល្មើសធ្ងន់ធ្ងរទៅលើបទឧក្រិដ្ឋមនុស្សជាតិតែបែរជាគ្មាននរណាម្នាក់ទទួលខុសត្រូវដូច្នេះប្រវត្តិសាស្ត្រភ្នំខ្មោចបានក្លាយជាស្នាមខ្មៅមួយក្នុងទំនាក់ទំនងថៃកម្ពុជានិងជាសេចក្តីរំលឹកការឈឺចាប់សម្រាប់ប្រជាជនខ្មែរគ្រប់រូប